សូមជម្រាបសួរពុកម៉ែបងប្អូនទាំងឡាយជាទីស្រឡាញ់រាប់អានពីខ្ញុំបាទសឹមសុខាចឹងនៅក្នុងថ្ងៃនេះខ្ញុំបាទសូមលើកយកនៅមង្គលសូត្រទាំង38ប្រការយកមកចែករំលែកបង្រៀនដល់បងប្អូនញាតិញោមទាំងឡាយពាក្យថាមង្គលនេះគឺសំដៅទៅដល់សេចក្តីល្អសេចក្តីចម្រើនឬក៏សេចក្តីសុខហើយមង្គលនេះកើតឡើងបានដល់បុគ្គលទាំងឡាយណាដែលជាអ្នកប្រព្រឹត្តធ្វើដើម្បីសេចក្តីសុខប្រព្រឹត្តធ្វើដើម្បីសេចក្តីចម្រើនហើយជាដើមហើយមង្គលនេះមិនមែនបានមកដោយការសម្បូងសម្រងពោលសុំអំពីអាទិទេពអង្គណាឡើយបានន័យថាមិនមែនសុំអំពីព្រះព្រំព្រះអិនទេវតាព្រះវិស្ណុព្រះនរាយព្រះអីទេឬក៏សុំអំពីព្រះសម្មាសម្ពុទ្ធនោះក៏មិនមែនដែរហើយមង្គលនេះព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមិនមែនជាអ្វីដែលយើងមើលមិនឃើញនោះទេមង្គលនេះគឺកើតឡើងពីខ្លួនឯងដែលជាអ្នកប្រព្រឹត្តកាលណាបើយើងចង់បានសេចក្តីសុខចម្រើនសេចក្តីល្អចង់បានមង្គលគឺប្រព្រឹត្តធ្វើយ៉ាងណាដើម្បីឲ្យបាននៅមង្គលនោះទៅគឺបានហើយគឺបានន័យថាកើតចេញពីខ្លួនឯងតែម្ដងណាហើយមង្គលនេះព្រះអង្គទ្រង់សម្ដែងដោះប្រាថ្នាជាមួយនឹងទេវតាទាំងឡាយកាលពីព្រះអង្គទ្រង់គង់នៅឯវត្តចេតពុនដែលជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីសាងថ្វាយអញ្ចឹងដើម្បីឲ្យដឹងថាតើមង្គលទាំង38ប្រការនោះមានអ្វីខ្លះហើយធ្វើយ៉ាងណាដើម្បីឲ្យកើតនៅមង្គលសូមអញ្ជើញញាតិញោមទាំងឡាយមកសិក្សាជាមួយខ្ញុំបាទដូចតទៅនេះមង្គលសូត្រពហុបានន័យថាមង្គលហ្នឹងបើយើងហៅសាមញ្ញថាធម៌ពហុហើយដោយអារម្មណ៍កថាឬក៏ជាសេចក្តីផ្ដើមរបស់មង្គលសូត្រនេះគឺធម៌អេវ៉ាមេណាអេវ៉ាមេសូតាំងសូត្រនេះឈ្មោះមង្គលសូត្រគឺខ្ញុំឈ្មោះអាណន់បានស្ដាប់មកហើយយ៉ាងនេះថាអាសូរនេះរៀងដាច់ខ្លះដោយសារតែខ្ញុំបាទយកហ្វុននឹងយកមកដាក់អញ្ចឹងហើយมันបានកែប្រែទេសូមធ្វើការអានសេចក្តីទៅតែម្ដងអេកាំងសមេយ៉ាងភគវាសាវត្ថេយ៉ាងវិហរតេចេតវៈនេអនាថបណ្ឌិកាសាអារាមេនៅចំណុចត្រង់នេះខ្ញុំក៏ណាខ្ញុំបាទសូមធ្វើការបញ្ជាក់បន្តិចនៅកន្លែងនេះដោយធ្លាប់ឮហើយក៏ជាទូទៅផងដែរនៅកន្លែងអនាថបណ្ឌិកាសនេះគឺជាទូទៅធ្លាប់ឮថាបណ្ឌិកាសអនាថបណ្ឌិកាសអញ្ចឹងបើយើងអានបញ្ចេញសំឡេងពាក្យថាបណ្ឌិកាសយ៉ាងនេះគឺបានន័យថាយើងអានបាលីទៅជាខ្មែរវិញហើយយើងសង្កត់ធ្ងន់យកតែកន្លែងអសូបទេអសូបនៅក្នុងភាសាបាលីអានថាបកាលណាបើដាក់ស្រៈអេមកគឺពេមិនមែនបេទៀតទេណាអញ្ចឹងបានន័យថានៅកន្លែងនេះគឺបណ្ឌិកាសអញ្ចឹងងាយស្រួលយល់ទេអារាមេណាសម័យមួយព្រះដ៏មានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីនេះយើងអាចអានជាសម្រាយជាសេចក្តីខ្មែរបានទៀបក្រុងសាវត្ថីណាសាវត្ថីនេះគឺសាវត្ថីយ៉ាងនេះឯងអនាថបណ្ឌិកសៈនេះគឺអនាថបណ្ឌិកសេដ្ឋីនឹងឯងណា អថខោ
អញ្ញតរាទេវតាអភិកន្តយៈរតយាអភិកន្តវណ្ណាគេវលកបាំងចេតវណាំងអោភាសេធ្វាយេនៈភគវាតេនុបសង្កមិឧបសង្កមិត្វាភគវន្តាំងអភិវាតេធ្វាឯកមន្តាំងអត្ថាសេលំដាប់នោះឯងទេវតាអង្គមួយកាលដែលវេលារាត្រីបឋមយាមកន្លងហើយមានរស្មីដ៏ល្អញ៉ាំងវត្តចេតពុនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយនៅកន្លែងនេះទេវតាអង្គមួយហ្នឹងបានន័យថាមានទេវតាមួយអង្គហ្នឹងបានចូលមកកាន់ក្នុងវត្តចេតពុននៅក្នុងបឋមយាមហ្នឹងហើយពន្លឺរបស់ទេវតាមួយអង្គហ្នឹងក៏ញ៉ាំងវត្តចេតពុនហ្នឹងឲ្យភ្លឺណាដោយជុំវិញព្រះដ៏មានប្រភិយទ្រង់គង់នៅក្នុងទីណាក៏ចូលទៅក្នុងទីនោះលុះចូលទៅដល់ហើយទើបថ្វាយបង្គំចំពោះព្រះដ៏មានព្រះភិយហើយឈរនៅក្នុងទីដ៏សំគួរឯកមន្តាំងថេតាខោសាទីវតាភគវន្តាំងគិថាយៈអច្ឆភិសេកាលទេវតានោះឈរក្នុងទីដ៏សំគួរហើយទើបក្រាបទូលព្រះដ៏មានព្រះភិយដោយពាក្យជាគាថាយ៉ាងនេះថាចឹងចូលទៅដល់មង្គលអសូរហើយប៉ុន្តែទេវតាគាត់ពោលសិនណានេះជាពាក្យរបស់ទេវតាពហុទេវាមនុស្សាចមង្គលានិអចិន្តយងអាកង្ខមាណាសោថាណੰព្រូហេមង្គលមុតតមੰទេវតានិងមនុស្សទាំងឡាយជាច្រើនប្រាថ្នានៅសេចក្តីសួស្តីបានគិតរកនៅមង្គលទាំងឡាយសូមព្រះអង្គទ្រង់ព្រះមេត្តាសម្ដែងប្រាប់នៅមង្គលដ៏ឧត្តមព្រះដ៏មានព្រះភិយទ្រង់ត្រាស់សម្ដែងតបពាក្យទេវតានោះដោយពុទ្ធភាសិតជាគាថាយ៉ាងនេះថាលើចូលមកដល់ពាក្យឬក៏ជាគាថារបស់ព្រះសម្មាសម្ពុទ្ធតែម្ដងអញ្ចឹងគឺចាប់ពីកន្លែងនេះទៅគឺជាមង្គលហើយដល់ទីអវសាននៃគាថាអសេវនាចពាលានាងបណ្ឌិតានញ្ចៈសូមបញ្ជាកន្លែងនេះកុំអានថាបណ្ឌិតានញ្ចៈណាបណ្ឌិតានញ្ចៈសេវនាពោជាចៈពោជានិយានាងអេតាមង្គលមុតតមੰកិរិយាមិនសែបគប់នៅបុគ្គលពីរទាំងឡាយមួយកិរិយាសែបគប់នៅបុគ្គលជាបណ្ឌិតទាំងឡាយមួយកិរិយាបូជាដល់បុគ្គលដែលគួរបូជាទាំងឡាយមួយទាំង3នេះជាមង្គលដ៏ឧត្តមណាអសេវនាចពាលានាងនេះគឺកិរិយាមិនសែបគប់នៅបុគ្គលពីរបណ្ឌិតានញ្ចៈកិរិយាសែបគប់នៅបុគ្គលជាបណ្ឌិតបូជាចពោជនិយានាងគោរពដល់បុគ្គលដែលគួរគោរពណាគឺកើតជាមង្គលដ៏ឧត្តមហើយបដិរោបតេសាវិសោកន្លែងនេះក៏ជាគាថារបស់ព្រះសម្មាសម្ពុទ្ធដែរបដិរោបតេសាវិសោចពពេចកតបញ្ញតាអត្តសម្មាបណៃធិចអេតាមង្គលមុតតមੰកិរិយានៅក្នុងប្រទេសដ៏សំគួរមួយភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុនមួយកិរិយាតម្កល់ខ្លួនដោយប្រពៃមួយ
ទាំង3នេះជាមង្គលដ៏ឧត្តមបដិរូបទេសាវាសោចៈនេះគឺកិរិយានៅក្នុងប្រទេសដ៏សំគួរបពេចកតបញ្ញតាភាវៈនៃបុគ្គលដែលបានធ្វើបុណ្យទុកហើយក្នុងកាលមុនអត្តសម្មាបណិធិចអេតអត្តសម្មាបណិធិកិរិយាតម្កល់ខ្លួនដោយប្រពៃទាំង3នេះជាមង្គលដ៏ឧត្តមអេតមង្គលមុត្តមង្គពីហុសច្ចញ្ចៈនៅកន្លែងនេះអានថាពីហុសច្ចញ្ចៈសបញ្ចៈវិនយោចសុសក្ខតោសុភាសិតាចយាវិចាអេតមង្គលមុត្តមង្គភាវៈនៃបុគ្គលបានស្ដាប់បានរៀនហើយដោយច្រើនមួយសិលសាស្ត្រគឺសេចក្តីឆ្លៀវឆ្លៀសក្នុងហត្ថកម្មរបស់អ្នកបួសនិងក្រហមមួយវិន័យដែលបុគ្គលសិក្សាដោយប្រពៃមួយវាចាដែលបុគ្គលពូលត្រឹមត្រូវមួយទាំង4នេះជាមង្គលដ៏ឧត្តមមេត្តាបេតុឧបฏដ្ឋានំបតតិរសៈសង្កហោអនាកុលាចកម្មន្តាអេតមង្គលមុត្តមង្គកិរិយាសម្រាប់សំទោកិរិយាបំរើនៅមេត្តាមួយកិរិយាបំរើនៅបិតាមួយសេចក្តីសង្គ្រោះដល់បុត្រនិងភរិយាមួយការងារទាំងឡាយដែលមិនច្របល់មួយច្របូកច្របល់ណាទាំង4នេះជាមង្គលដ៏ឧត្តមទានញ្ចៈធម្មចរិយាចញាតិកានញ្ចៈសង្ឃហូអនវិជ្ជានិកម្មានិអេតមង្គលមុត្តមង្គកិរិយាបរិច្ចាគទានមួយកិរិយាប្រព្រឹត្តនៅធម៌មួយសេចក្តីសង្គ្រោះដល់ញាតិទាំងឡាយមួយការងារទាំងឡាយដែលមិនមានទោសមួយទាំង4នេះជាមង្គលដ៏ឧត្តមអរតីវិរតីបាបាមជ្ជបាណាចសញ្ញមោអបមាតោចធម្មេសុអេតមង្គលមុត្តមង្គកិរិយាមិនត្រេកអរក្នុងបាបនិងកិរិយាវាចាបាបមួយសេចក្តីសង្រួមចកិរិយាផឹកនៅទឹកស្រវឹងមួយសេចក្តីមិនប្រមាទក្នុងធម៌ទាំងឡាយមួយទាំង3នេះជាមង្គលដ៏ឧត្តមគិរវោចនិវាតោចសន្តថៃចកតញ្ញុតាកាលេនៈធម្មសវណੰអេតមង្គលមុត្តមង្គសេចក្តីគោរពចំពោះបុគ្គលដែលគួរគោរពមួយកិរិយាប្រព្រឹត្តបន្ទាបនៅខ្លួនមួយសេចក្តីត្រេកអរចំពោះរបស់ដែលមានមួយភាវៈនៃបុគ្គលអ្នកដឹងនៅឧបការៈដែលអ្នកដតីធ្វើឲ្យដល់ខ្លួនមួយកិរិយាស្ដាប់នៅធម៌តាមកាលមួយទាំង5នេះជាមង្គលដ៏ឧត្តមខន្តិចសោវចសតាសមណានញ្ចទេសនੰកាលេនៈធម្មសាកច្ឆាអេតមង្គលមុត្តមង្គសេចក្តីអត់ធន់មួយភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយមួយកិរិយាបានឃើញបានជួបនៅសមណៈទាំងឡាយមួយធម្មសាកច្ឆាគឺកិរិយាសន្តានាទៅវិញទៅមកនៅធម៌តាមកាលមួយទាំង4នេះ
chia mèn cừu đỏ ột đầm đã bao chạ pram mà chạ rì danh chạ Ariya sacha nẹ tè sẵn năng nấp biên sạch hệ kiriya cha e tam mèn kẹ là một tầm măng xây khăn đây chia diêm đốt nụ ba bạch hòa mũi kiriya propret nâu thoa đo prasa mũi kiriya khuyên nâu ariya sạch tèng lại mũi kiriya phư ở chia chậm bác nâu pra nấp biên mũi tèng buồn ni chia mèn cừu đỏ ột đầm phót thá sạ lô cát thom mê hê chất tăng yasana cam bạch tệ sao căng vị rì chang khê măng e tam mèn kẹ là một tầm măng chất này bọc cô ai nà để lô cát thô tèng lại bò trơ hơi mình rung phớp nhọp nhỏ mũi mình miên xây cái đây sao mũi miên thu ly cứ ria kẹ từ pra hỏi mũi chia chất xem sàn mũi đen buồn ní chia mèn cừu đỏ ột đầm eta tisa ni cát va nè sa pet tha mẹ parachita sa pet tha sao thần kẻ chon tê tròn tê sáng mèn kẹ là một tầm mòn tê tế vát đa nông mân nụ trang lai thua nâu mèn cừu trang lai bà cót đô cho nó hãy chỉ nẹ mân chal chanh nông tì trang buông tế đa nâu sẽ rây xua sạch đây nông tì trang buông mà nia tế vát đa nẹ chô bà can chừa tháng mèn cừu trang sam sắp râm bay bà ca miên kiriya mình sai cụp nâu bốc cừu pil chia đàm nâuរបស់ទេវតានិងមនុស្សទាំងអំបាលនោះជាមង្គលដ៏ឧត្តមបាទចឹងដូច្នេះបន្ទាប់ពីញាតិញោមបងប្អូនបានពិនិត្យមើលទៅលើមង្គលទាំង38ប្រការខាងដើមនេះហើយញាតិញោមបងប្អូនប្រកាសជាដឹងច្បាស់ហើយថាមង្គលនេះមិនមែនជារបស់លងងឹតមើលមិនឃើញផ្លូវក្នុងអីទេគឺរបស់នៅលើគោករបស់នៅក្នុងខ្លួនយើងនឹងឯងឲ្យតែយើងធ្វើកិរិយាត្រឹមត្រូវទៅតាម38ប្រការខាងដើមបំបញ្ញមិញនេះអញ្ចឹងគឺបាននៅមង្គលយ៉ាងពិតប្រាកដហើយអញ្ចឹងនៅក្នុងពេលនេះខ្ញុំបាទសូមជម្រាបលា